មកបងប្អូនយើងមកមើលបងប្រុសម្នាក់នេះគាត់យកផ្លែស្នោតមកធ្វើបង្អែមបងប្អូនណាហ្នឹងហើយសួរបងប្អូនថាតើផ្លែស្នោតរបស់ខ្មែរយើងអាចធ្វើអីបានខ្លះបងប្អូនណាហ្នឹងហើយអញ្ចឹងបងប្រុសម្នាក់នេះគាត់យកផ្លែស្នោតមកច្នៃធ្វើបង្អែមមួយមុខបាទភេសជ្ជៈមួយមុខយ៉ាងឈ្ងុយឆ្ងាញ់បំផុតបងប្អូនណាបាទអញ្ចឹងជាជំហានដំបូងបាទគាត់យកផ្លែស្នោតនឹងមកចិតវាដើម្បីយកខ្លែបយកតែละសាច់វាដូចខាងក្នុងបងប្អូនព្រោះខ្នោនេះខ្នោខ្ចីបងប្អូនណាហ្នឹងហើយខ្នោខ្ចីឆ្ងាញ់ណាសាច់វាហ្នឹងបងប្អូនណាបាទហើយវាក៏មានវីតាមីនល្អដែរសំជារួមទៅដើមត្នោតហើយនឹងគេថារុក្ខជាតិត្នោតនេះគឺខ្មែរយើងគឺយើងច្នៃវាបានច្រើនមែនទែនបងប្អូនណាច្នៃបានច្រើនមែនទែនបាទផ្លែវាយកធ្វើបង្អែមក៏បានបាទយកទៅធ្វើកបាគោស្ករទឹកវាណាយកគោស្ករខ្នោតបាទដើមវាធ្វើទូកស្លឹកវាយកធ្វើប្រោះតាក់បាទហើយដើមវាហ្នឹងយកទៅធ្វើអីផ្សេងធៀងវាហ្នឹងគឺពីរោះដើមត្នោតមួយខ្មែរយើងអាចបាទច្នៃអីវ៉ាន់ប្រើប្រាស់បានរាប់មុខពុកម៉ែបងណាច្រើនមុខមែនទេហ្នឹងហើយតែវីដេអូមួយនេះមកមើលបងប្រុសនេះគាត់មកយកផ្លែស្នោតហ្នឹងមកធ្វើបង្អែមភេសជ្ជៈមួយយ៉ាងឈ្ងុយឆ្ងាញ់បំផុតបាទណែបាទឥឡូវគាត់ចាប់ដើមបាទគៀលសាច់វាចេញមកហើយបាទណែឃើញទេមានអីទេពុកម៉ែបងណាបាទតនេអីយើងរៀនធ្វើតាមគាត់ទៅពុកម៉ែបងណាបាទជាភេសជ្ជៈមួយស្រុកខ្មែរយើងអត់តាន់មានលក់ខ្ញុំតនេថាស្រុកខ្មែរអត់តាន់មានលក់ទេអញ្ចឹងយើងមើលពីគេមកទៅយើងយកមកលក់អាហ្នឹងគេអាចថាជាមុខរបរថ្មីមួយពុកម៉ែបងណាបាទថ្មីប្លែកឆ្ងាញ់គេបរោយើងឥឡូវយើងដាក់ផ្លែឆ្នោតក៏ចូលនៅក្នុងម៉ាស៊ីនក្លុកបាទដាក់ស្អីគេដូចម្សៅស៊ុបបងប្អូនណាបាទហើយនេះស្ករបងប្អូនអូស្ករច្រើនមែនបាទហ្នឹងហើយតបមកគាត់ក្លុកវាចូលគ្នាបាទដាក់ស្ករច្រើនពេកហ្នឹងមិនបាច់ទេផ្លែស្នោតដូចផ្អែមមកដាក់ស្ករទៀតដូចតែផ្អែមបងប្អូនហ្នឹងមកឡូវក៏យកដូងមកមួយទៀតបាទដូងចិត្តយកទឹកវាបងប្អូនណាបាទដូងដើមចិត្តយកទឹកវានឹងយកទឹកវាធ្វើអីបាទយកទឹកវាទៅក្លុកជាមួយនឹងផ្លែត្នោតហ្នឹងមើលទៅយើងតន់ដឹងចាំមើលបាទហ្នឹងហើយបាទយកទឹកវាចាក់ចូលក្នុងសាច់ដូងដែលគាត់ក្លុកហ្នឹងបាទក្លុកជាមួយនឹងសាច់ត្នោតបងប្អូនណាបាទសាច់ដូងមិនច្រឡំបងប្អូនបាទក្លុកមួយសាច់ត្នោតហ្នឹងបាទអញ្ចឹងគាត់យកតបកដូងហ្នឹងយកមកធ្វើឌីក័រសម្រាប់ដាក់បង្អែមមកគាត់ឥឡូវគាត់យកគ្រាប់ជីបាទមកដាក់នៅក្នុងផ្លែដូងហ្នឹងដើម្បីបាទលាយគ្នាវាហ្នឹងណាបាទឥឡូវពេលចាក់យើងរួចរាល់ហើយបាទដួសដាក់កែវបាទ2កែវដួសដាក់ដូងមួយហ្នឹងទៅបាទមើលទៅបាទតំណងពុកម៉ែបងណាបាទតំណងបាទគឺភេសជ្ជៈនេះវាមានគ្រាប់ជីផងមានផ្លែត្នោតផងមានទឹកដូងផងបាទហើយមានក្រូចឆ្មាឌីក័រពីក្រៅទៀតបាទតែខ្ញុំមិនដឹងផ្អែមនេះឈ្មោះអីទេបាទពុកម៉ែបងប្អូនដឹងបាទជួយខមមិននៅខាងក្រោមផងបាទឥឡូវរួចរាល់អស់ហើយពុកម៉ែបងប្អូនណាបាទសាកធ្វើហូបទាំងអស់គ្នាពុកម៉ែបងប្អូនណាបាទងាយស្រួលធ្វើមែនតើបាទមើលទៅអត់ពិបាកទេបាទ